ในពេលដែលខឹងកើតឡើងគឺឲ្យតែដឹងថាអូអានេះខឹងជាបាបប្រមិតនាំយើងទៅរកខុសកុំជឿទោសៈនឹងថានាំឲ្យយើងប្រសើរក្រាន់បើអីឲ្យសោះត្រូវអត់ធន់ទៅទាំងចាំពេលខឹងនឹងវាស្ងប់រងាប់ទៅចង់និយាយអីក៏ចាំដល់ពេលវាបាត់ខឹងទៅជួនកាលអាពេលខឹងយើងចង់និយាយឲ្យគេឈឺចង់ស្ដីចង់ថាណានឹងឯងទាំងចាំដល់តែពេលយើងបាត់ខឹងយើងនិយាយអត់ចាញ់ទេពីព្រោះអានឹងវាបានតែពេលខឹងនឹងឯងចឹងហើយដល់តែពេលយើងនិយាយចេញទៅក្រោយមកយើងបាត់ខឹងទៅវាបាត់ខឹងទៅយើងហ្នឹងណាអាពាក្យសម្ដីដែលយើងនិយាយពេលខឹងហ្នឹងវាអត់បាត់អំពីការចាំរបស់អ្នកដទៃណាគេចងចាំមកជីវិតណាអ្នកខ្លះគូសថ្មទៀតហ្នឹងឯងខ្លះគូសដីបើគូសទឹកវាមានអីហឹងរួចទៅវាបាត់ទៅព្រះអង្គសម្ដែងរឿងអ្នកខឹងក្រោត3ពួកហ្នឹងក្នុងបកកលបញ្ញត្តិគូសទឹកគូសដីគូសថ្មអាគូសថ្មហ្នឹងវាមិនងាយរលុបទេហ្នឹងឯងអញ្ចឹងគឺវាមានអញ្ចឹងដូច្នេះយើងត្រូវដឹងទាំងហើយកុំឲ្យដូចថាបងប្អូនឬក៏មិត្តភាពអី20 30ឆ្នាំអីមកហ្នឹងហើយមកបែកបាក់គ្នាដោយសារតែយើងខ្វះសេចក្តីអត់ធន់មកពេលមកគ្រាហ្នឹងចង់ស្ដីចង់ថាអីចឹងនិយាយចំពោះមុខឬក៏កំបាំងមុខអីចឹងទៅគឺវាលឺដល់អ្នកអតីនឹងងាយណាស់ណាមាត់កមនោះយើងឲ្យតែបានចេញពីមាត់យើងទៅហើយចូលជាអ្នកដតីកុំសង្ឃឹមថាវាត្រឹមតែម្នាក់ដែលយើងនិយាយប្រាប់ហ្នឹងអត់ទេម្នាក់ហ្នឹងវាមាននរណាមួយចិត្តដិតអីចឹងទៅនឹងឯងនិយាយប្រាប់ទៅហើយកុំប្រាប់គេណាខ្ញុំប្រាប់តែអ្នកឯងទេម្នាក់ទៀតហ្នឹងទៅប្រាប់ម្នាក់ទៀតអូយកុំប្រាប់គេណាខ្ញុំប្រាប់តែម្នាក់ឯងនឹងឯងដូច្នេះបើថាយើងនិយាយទៅហើយយើងគិតថាជាអាកំបាំងហ្នឹងវាមិនមានទេចឹងណានឹងឯងកុំនិយាយតែម្ដងទៅរឿងរ៉ាវអីយើងអត់ធន់ទៅព្រោះតាមពិតអាមាត់ដែលចង់និយាយហ្នឹងដោយសារចិត្តខឹងទេតែកាលណាយើងអប់រំចិត្តបានតិចទៅគឺយើងជោគជ័យហើយយើងសប្បាយចិត្តណានឹងឯងចឹងរឿងពេលខឹងគ្របសង្កត់ចិត្តដូចជាមនុស្សខ្វាក់អញ្ចឹងចឹងភាពងងឹតគ្របសង្កត់បិទបាំងគុណរបស់អ្នកដទៃរួនឹកសេចក្តីល្អអ្នកដទៃរួមឃើញតែគេខុសឃើញតែទោសអានឹងអញ្ចឹងរបៀបដូចរាគៈគ្របសង្កត់ចិត្តអញ្ចឹងណាភាពងងឹតគ្របវឹបដូចជាខ្វាក់អញ្ចឹងអត់មានឃើញទោសនៃបញ្ញខੰអត់មានឃើញទុក្ខទោសសេចក្តីលំបាកក្នុងវដ្តសង្សារឃើញតែពីអានិសង្ឃអាសាតៈប្រព្រឹត្តទៅស្រឡាញ់ពេញចិត្តល្អិលចូលទៅតែហ្មងចឹងនឹងឯង